សូមស្វាគមន៍មកកាន់ប្រាសាទស្រីគ្រប់លក្ខណ៍ប្រាសាទស្រីគ្រប់លក្ខណ៍មានអាយុកាលប្រហែល 1400 ឆ្នាំមានទីតាំងស្ថិតនៅភូមិតាពេជ្រឃុំឆ្វាំងស្រុកពញាលឺខេត្តកណ្ដាលស្ថិតនៅចង្កេះភ្នំបាសិទ្ធភាគខាងជើងបើយើងធ្វើដំណើរពីភ្នំពេញទៅប្រាសាទស្រីគ្រប់លក្ខណ៍មានចម្ងាយប្រហែល30 គីឡូម៉ែត្រប្រាសាទស្រីគ្រប់លក្ខណ៍សាងសង់ពីចុងសតវត្សទី 7 ដើមសតវត្សទី 8 ដោយព្រះបាទជ័យវរ្ម័នទី 1 នាសម័យចេនឡាឈ្មោះប្រាសាទស្រីគ្រប់លក្ខណ៍នៅក្នុងអត្ថបទខ្លីនេះយើងនឹងបង្ហាញអំពីប្រវត្តិជាទូទៅនិងលក្ខណៈពិសេសរបស់ប្រាសាទស្រីគ្រប់លក្ខណ៍ប្រាសាទស្រីគ្រប់លក្ខណ៍កសាងឡើងអំពីឥដ្ឋមានរាង4ជ្រុងទ្រវែងបែរមុខទៅទិសខាងលិចដោយងាកមុំប្រមាណ 2 ទៅ 3 ដឺក្រេទៅទិសខាងត្បូងដោយមានទ្វារចូលទៅទិសខាងលិចនិង3ទិសទៀតរចនាជាទ្វារបញ្ឆោតអ្វីដែលគួរឲ្យកត់សម្គាល់ខ្លាំងនោះគឺសិល្បករកសាងឡើងគ្របដណ្ដប់លើថ្មធម្មជាតិមួយមានរាងស្ដួចចុងរបៀបត្រីកោណដែលខ្ចប់ដោយរូងភ្នំធម្មជាតិតូចមួយនៅខាងក្រោមផ្ទាំងថ្មធម្មជាតិនោះទៀតផងត្រង់ចំណុចនេះគ្មានអ្វីចម្លែកនោះទេការជ្រើសរើសទីតាំងសម្រាប់កសាងប្រាសាទណាមួយគេច្រើនរើសទីតាំងណាដែលពាក់ព័ន្ធនឹងជំនឿមានស្រាប់ត្បិតរូងភ្នំឬទីទួលខ្ពស់ខ្មែរយើងច្រើនគិតថាជាជម្រករបស់ពួកអាទិទេពរស់នៅម្យ៉ាងវិញទៀតទាំងថ្មដែលមានរាងស្ដួចចុងនិងរូងភ្នំនេះប្រហែលមនុស្សសម័យបុរាណប្រដូចទៅនឹងសេវលឹង្គឬទម្រយោនីធម្មជាតិក្នុងជំនឿរបស់ខ្មែរដុំថ្មទីទួលកូនភ្នំគេតែងចាត់ទុកជាអ្នកតាឬជាទេពប្រុសរីឯទេពស្រីវិញគេច្រើនប្រដូចទៅនឹងរូងភ្នំឬដីដែលជានិមិត្តរូបនៃផ្ទៃមេត្តាចំពោះក្បាច់លម្អស្ថាបត្យកម្មនៅប្រាសាទស្រីគ្រប់លក្ខណ៍វិញគឺមានក្បាច់ជាច្រើនដែលគួរឲ្យកត់សម្គាល់យកមកសិក្សានៅក្នុងនោះរួមមានក្បាច់សសរពេជ្រក្បាច់លម្អផ្តែរទ្វារក្បាច់វិមានអណ្ដែតតាមជញ្ជាំងនិងក្បាច់លម្អផ្សេងទៀតតាមខឿននិងជញ្ជាំងប្រាសាទការលម្អសសរពេជ្រនៅប្រាសាទស្រីគ្រប់លក្ខណ៍គឺមានរាងមូលដែលផ្នែកខាងក្បាលរបស់សសរសិល្បករលម្អជារូបក្បាច់ត្របកឈូកនិងក្បាច់ថូទឹកដែលជាទម្រង់ជាទូទៅដែលគេធ្លាប់ឃើញនៅតាមប្រាសាទផ្សេងទៀតចំណែកការលម្អផ្តែរទ្វារនៅទិសខាងកើតដែលធ្វើអំពីឥដ្ឋមានក្បាច់បន្ទាត់ធ្នូរាងសំប៉ែតត្រង់ដែលជាការវិវត្តរបស់ផ្តែរទម្រង់ទី2ឬហៅតាមការបែងចែករបស់រចនាបថថាគំរូផ្តែរទ្វាររចនាបថព្រៃក្មេងជាការផ្លាស់ប្ដូរសត្វមកងនៅខាងចុងដែលយើងធ្លាប់ឃើញនៅរចនាបថសម្បូរព្រៃគុកទៅជាក្បាច់ស្លឹកឈើវិញរីឯផ្តែរទ្វារខាងលិចចូលប្រាសាទវិញយើងឃើញថាជាការវិវត្តផ្តែរទ្វារចូលក្នុងរចនាបថកំពង់ព្រះដែលមានក្បាច់ខាងចុងជារង្វង់គូតខ្យងឡើងទៅលើនិងផ្នែកកណ្ដាលលម្អជាស្លឹកឈើហើយលក្ខណៈបែបនេះមានលក្ខណៈស្រដៀងទៅនឹងផ្តែរទ្វារប្រាសាទកំពង់ព្រះខេត្តកំពង់ឆ្នាំងនិងប្រាសាទអណ្ដែតខេត្តកំពង់ធំជាដើមបើនិយាយអំពីក្បាច់វិមានអណ្ដែតនៅលើប្រាសាទស្រីគ្រប់លក្ខណ៍វិញគឺមានគំរូវិវត្តរៀងឃ្លាតគ្នាបន្តិចពីវិមានអណ្ដែតដែលយើងឃើញនៅតំបន់ប្រាសាទសម្បូរព្រៃគុកតែនៅតែមានលក្ខណៈដូចគ្នាទៅនឹងវិមានអណ្ដែតភ្នំបាយ៉ង់ខេត្តតាកែវ
នៅប្រាសាទនេះគេរកឃើញសិលាចារឹកមួយដែលចារលេខការ73ហើយសិលាចារឹកនេះត្រូវបានគេបញ្ជូនចេញពីភ្នំបាសិទ្ធទៅរក្សាទុកនៅវត្តបទុមវតីតាំងពីដើមសតវត្សទី20មកម្ល៉េះសិលាចារឹកនេះត្រូវបានគេចារជាភាសាខ្មែរមានចំនួន23បន្ទាត់ដែលរៀបរាប់អំពីដង្វាយរបស់ម្រះតាញអញម្នាក់ឬហៅថាមន្ត្រីជាន់ខ្ពស់ជាបុរសក្នុងជួររាជការថ្វាយដល់អាទិទេពជាពិសេសនោះសិលាចារឹកនោះផ្ដល់ការបដិឆេទឲ្យគេដឹងថានៅមហាសករាជ59ដូច្នេះហើយគេអាចកំណត់ការបដិឆេទរបស់ប្រាសាទស្រីគ្រប់លក្ខណ៍ដោយមានទំនុកចិត្តថាប្រាសាទនេះប្រហែលជាកសាងឡើងនៅសតវត្សទី7ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី1ដែលអាចឧទ្ទិសដល់ព្រាហ្មណ៍សាសនានិកាយព្រះសូរតែយើងមិនស្គាល់ព្រះនាមរបស់អាទិទេពនោះថាជាព្រះនាមអ្វីឡើយសិលាចារឹកនេះបានរលុបអក្សរនៅត្រង់ព្រះនាមទេពតែម្ដងសរុបមកប្រាសាទស្រីគ្រប់លក្ខណ៍ដែលមានទីតាំងស្ថិតនៅភ្នំបាសិទ្ធជាស្ថាបត្យកម្មប្រាសាទមួយនៅសម័យមុនអង្គរដែលគេកសាងឡើងគ្របពីលើផ្ទាំងថ្មនិងរូងភ្នំធម្មជាតិហើយប្រហែលជាគេចាត់ទុកផ្ទាំងថ្មជាសិវលង្កនិងរូងភ្នំជាទម្រយោនីបើផ្អែកទៅតាមប្រភពនៃសិលាចារឹកដែលគេបានរកឃើញនៅទីនោះផ្នែកផ្សេងដែលលម្អរបស់ស្ថាបត្យកម្មនេះគេអាចកំណត់អាយុកាលរបស់ប្រាសាទនេះដែលកសាងឡើងនៅចុងរចនាបថព្រៃក្មេងដើមរចនាបថកំពង់ព្រះក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី1គឺស្ថិតនៅក្នុងសម័យចេនឡាសូមអរគុណ